សួស្តីមួយរកេត Sport តោះថ្ងៃនេះ admin មកណែនាំមកពូម៉ែ4ប្រភេទគឺសម្រាប់មួយតែគាត់មានទំហំសាយជាង39 25 cm ណាហើយ4ម៉ូតនេះគឺអាស្រ័យទៅលើថវិការបស់មួយដែលគាត់មានណាអញ្ចឹងបើគាត់មាន budget ត្រឹមតិចតួចស្អាងគាត់អាចមើលតាមក្រេដ C ឬក៏អាចមានភាពអាចក្រេដ B ឬក៏អាចភាពអាចបានក្រេដ A អញ្ចឹងណាអូខេឥឡូវ admin ណែនាំពីក្រេដ C ទៅមុនណានេះគឺជា Puma Future 8 Galaxy ជា color ចុងក្រោយរបស់ Puma Future 8ណាទើបតែចេញលក់ដែរទេ Puma នេះណាស្អាតមែនទែនណាពណ៌យើងឆើតបន្តិចសម្រាប់មួយដែលគាត់ចូលចិត្តពណ៌ឆើតលេចលើទីលានអីអាចប្រើគូនេះបានណាស្អាតមែនទែនណាថ្មីតម្លៃវា$42គូនេះណាមួយស្អាតមែនទែនពណ៌ឆើតហើយគូមួយទៀតគឺជា Puma Future 9ទើបតែចេញលក់ដែរទេឃើញ Neymar ក៏ទើបតែប្រម៉ូទឲ្យ Puma ណាតែនៃម៉ាប្រម៉ូទ Puma Future 9 grade A តែ admin លក់ grade C សិននៅមាន grade B អាចមកតាមក្រោយទៀតណាឥឡូវមានតែ grade C តម្លៃវា$45គូនេះណាមួយស្អាតមែនទែនពណ៌ក្រហមបន្តិចពណ៌រឿងកាជូបន្តិចវាចំបែកក្រហមកាជូណាវាមិនចំក្រហមហើយក៏មិនចំកាជូដែរចំពណ៌នេះស្អាតដែរណាមួយបានមកមើលផ្ទាល់បានឃើញស្អាតណាតម្លៃវា$45គូនេះណាហើយមួយទៀតគឺ Puma Future 8 Grade B សាច់ទន់មែនទែនស្អាតណាមួយដែលចូលចិត្តពណ៌សអាចមើលគូនេះបានណាវាឡាយខៀវឬក្រហមតិចតួចទេស្អាតតែវាទន់ជាង Grade C ណាពួកអា Grade B មួយស្អាតមែនទែនហើយតម្លៃវាគឺ$60ហើយមួយចុងក្រោយនេះគឺជា Puma King ស្អាត color ស្អាតមួយដែលគាត់ចូលចិត្ត color ប្លែកស្អាតពណ៌សប៉ុន្តែមានឡាយតិចតួចណាអាចមើលគូនេះបានជាប្រភេទបាត AG FG ស្អាតមែនទែន Puma Future Puma King ច្រឡំណាមួយ Puma King Grade A តម្លៃវា$85តម្លៃពេញ90តែឥឡូវចុះទៅ$85ទេគូនេះណាមួយដែលគាត់មានលទ្ធភាពអាចមើល Puma King នេះបានអូខេតាមលទ្ធភាពតាមបេះដូងណាមួយដែលគាត់ស្រឡាញ់មួយណាគាត់ស្រឡាញ់ Grade C Grade B ឬក៏ Grade A អាចទៅមកបានណាតាមលទ្ធភាពអូខេអរគុណច្រើនណាមួយ